ជាប្រសើរធ្វើអ្វីក៏ជោគជ័យល្អណាស់គ្រប់ដំណើរការងាររត់ចូលមកគ្រប់ពេលមានតែសរសើរគាត់ថាខំបន្តទៀតមិនយូរទេនឹងលើកដំកើងចំណែកក្តីស្នេហារបស់ខ្ញុំក៏ភក្តីនាងថាស្មោះតែខ្ញុំគ្មានតែចិត្ត2 3ខ្ញុំក៏បានសន្យាស្រឡាញ់នាងថ្ងៃខ្សែទោះលំបាកយ៉ាងណាក៏ខ្ញុំមិនលែងដៃមិនទាន់បានប៉ុន្មានអ្វីបដូរទាំងអស់ស្រឡាញ់បដូរជាស្អប់លើកបែរទម្លាក់ចុះគ្រួសារមិនលើកទឹកចិត្តបែរជាខ្ញុំទាំងអស់ជីវិតនៅពេលនេះដូចជាមនុស្សស្លាប់ទាំងរស់100ធ្លាក់ដល់0តែខ្ញុំរំពឹងអ្នកណាមុនគិតថាអស់ស្នេហ៍អស់ការងារនៅគ្រួសារតែតាមពិតខ្ញុំគិតខុសអ្វីក៏គ្មានសល់ដែរណាសល់តែសម្បកខ្លួនរងចាំថ្ងៃដែលមរណៈរឿងដែលគេនិទានប្រែខ្លះជាការពិតពីមុនខ្ញុំគិតថាវាគ្រាន់ជាការប្រឌិតព្រោះមើលទៅធម្មតាហើយដល់វាក៏ចង់ស្លាប់ដល់ពេលនេះជួបផ្ទាល់ទើបយល់ពីការពិតអ្នកថាពិតជាស្រួលអ្នកជួបទៅពិបាកពីមុនខ្ញុំរឹងមាំអីលើប្រែកំសាខ្ញុំខ្លាចការមើលងាយមើលស្រាលមិនទៅបង្អាប់អ្វីដែលខ្ញុំមិនខ្លាចនោះគឺសេចក្តីស្លាប់ឯងចាប់ពីថ្ងៃហ្នឹងមិនមកធ្វើការទៀតទេហើយយកវ៉ែវ៉ាន់ឯងចេញពីក្រុមហ៊ុនអញភ្លាមមានតែមើលខ្លួនឯងមួយថ្ងៃហ្នឹងថាខ្លួនឯងមានអីគេខ្លះបានមកស្រឡាញ់ខ្ញុំហ្នឹងបានចាប់ពីថ្ងៃហ្នឹងទៅយើងបែកគ្នាអាកូនចង្រៃធ្វើអីក៏មិនបានការគេចង់ទៅណាក៏ទៅអាកូនចង្រៃធ្វើអីក៏មិនបានការចង្រៃរាល់ថ្ងៃមានអារម្មណ៍ថាពិបាកនៅក្នុងចិត្តតែលឺសំឡេងគេដែលជាប់ជានិច្ចរាល់ពេលដែលឆ្លងកញ្ចក់ឃើញតែផ្សែងខ្មៅជុំចិត្តប្រៀបដូចជាមានមនុស្សមកទីចង់យកជីវិតឬក៏ជិតដល់ពេលដែលខ្ញុំត្រូវចាក់ចេញមកឆាប់យកខ្ញុំទៅព្រោះនៅក៏មិនចំណេញមនុស្សដូចជារូបខ្ញុំគ្មានទេអ្នកដែលស្រឡាញ់គឺមានតែអ្នកស្អប់អ្នកមើលងាយនិងអ្នកជ្រេញបើសិនខ្ញុំទៅបាត់ប្រហែលគេនឹងសប្បាយមិនថាស្នេហាការងារពុកម្ដាយទោះបើជាខ្ញុំនៅក៏គ្មានអ្នកខ្វល់ខ្វាយពេលខ្លះខ្ញុំសែនខ្លាចពិភពលោកនេះដល់ហើយខ្ញុំចង់បដូរកន្លែងទៅរស់នៅភពថ្មីរស់នៅតែម្នាក់ឯងគ្មានអ្នករញ៉េរញ៉ៃសូមនៅឲ្យបានសុខវេលាកាន់តែខ្លីគេមកយកខ្ញុំហើយអ្នកនឹងលេចហត់ជេរស្ដីពេលវេលាចេះតែរំកិលទៅមុខអាយុកាន់តែច្រើនមិនដឹងពេលណាបានសុខចេះតែខំប្រឹងក្រែងរួចផុតពីទុក្ខមានជីវិតត្រូវតែស៊ូប្រឹងដើរទៅមុខពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំគ្រាន់បើខំតែបន្តិចទៀតនឹងល្អប្រសើរស្នេហានឹងការងារចូលមកជាបណ្ដាកំពុងតែសប្បាយចិត្តនៃក៏បងអាក់ដំណាងទេវតាហាដូចជាលេងសើចនឹងខ្ញុំទើបតែបានសើចឥឡូវប្រែជាយំអ្វីគ្រប់យ៉ាងប្រៀបដូចជាសូវិនហេតុអ្វីទេវតាយុត្តិធម៌យ៉ាងហ្នឹងដឹងថាមានជីវិតគឺត្រូវតែមានទុក្ខតែនេះទេវតាយកខ្ញុំមកសង្កត់ចង់ឲ្យខ្ញុំតច្រកអត់មានផ្លូវរត់ពេលនេះជីវិតខ្ញុំដូចថ្ងៃអត់សដងគ្រុឌមុខបោកវិញទៅដោយបញ្ហាតែខ្ញុំក៏ដោះ
ស្រ័យដោយរបៀបណាបើសិនជាស្លាប់បាត់ប្រហែលរួចផុតទុក្ខាបើរស់នៅបន្តវារិតកាយឈឺផ្សាការងារមិនជោគជ័យស្នេហ៍ក៏បែកបាក់ធ្វើអ្វីក៏ខុសអស់ភាពជឿជាក់រស់នៅតែតោលដោយមនុស្សណែខ្វាក់ខំប្រឹងធ្វើសប្បាយដើម្បីបំផន់ភ្នែកអ្នកមាននរណាម្នាក់ដឹងថាខ្ញុំឈឺផ្សាព្រោះខ្ញុំចូលចិត្តលាក់វាទុកក្នុងអោរ៉ាខ្ញុំចំនៅស្ងប់ស្ងាត់ដើម្បីបង្ហូរទឹកនេត្រាខ្ញុំអស់កម្លាំងខ្លាំងណាស់ទៅមុខមិនរួចទេណាខ្ញុំសូមសម្រាកបន្តិចតើបានទេបើមិនឃើញខ្ញុំក្រោកមិនបាច់ដាស់ខ្ញុំទេខ្ញុំទៅបានសុខហើយព្រោះខ្ញុំអស់កម្មពៀឲ្យខ្ញុំសុំទោសផងដែលខ្ញុំទៅមិនបានវា